ថ្ងៃនេះស្លសម្លម្ជូរគ្រឿងសាច់មាន់ដាក់ជាមួយនឹងម្ទេសប្លោកឲ្យកូនខ្មែរនៅអាមេរិកញ៉ាំម្ដងពេលដែលកូនខ្មែរនៅអាមេរិកឮថាខ្ញុំស្លសម្លម្ជូរគ្រឿងសាច់មាន់ដាក់ជាមួយនឹងម្ទេសប្លោកគាត់ភ្ញាក់ព្រឺតគាត់ថាអត់ដែលឮទេព្រោះសម្លម្ជូរគ្រឿងគឺធ្លាប់ដាក់តែជាមួយនឹងត្រកួនហើយសម្លម្ជូរគ្រឿងខ្ញុំថ្ងៃនេះគឺខ្ញុំអត់បុកគ្រឿងទេគឺខ្ញុំកាត់គ្រឿងនឹងជាកង់ៗហើយដំវាឲ្យសំប៉ែតហើយខ្ញុំឆាគ្រឿងតែម្ដងវិធីនេះលឿនហើយងាយស្រួលឆាប់បានញ៉ាំទៀតបងប្អូនដំបូងខ្ញុំឆាគ្រឿងទាំងអស់បញ្ចូលគ្នាបន្ទាប់មកខ្ញុំចាក់ទឹកត្រីចូលបន្តិចហើយចាប់ផ្ដើមឆាជាមួយនឹងសាច់មាន់របស់យើងបន្ទាប់មកខ្ញុំថែមជាមួយនឹងស្ករអំបិលប៊ីចេងម្សៅស៊ុបហើយបន្ថែមចុងក្រោយគឺប្រហុករបស់យើងកូរគ្រឿងយើងចូលគ្នាឲ្យសព្វហើយរំងាស់សាច់មាន់របស់យើងនឹងឲ្យចេញទឹកប្រៃពេលដែលសាច់មាន់យើងចេញទឹកប្រៃហើយទើបខ្ញុំបន្ថែមទឹកហើយទុករហូតដល់ពុះបន្ទាប់មកខ្ញុំថែមជាមួយនឹងអំពិលទុំហើយចុងក្រោយខ្ញុំដាក់ម្ទេសប្លោកចូលហើយទុករហូតដល់ពុះតែប៉ុណ្ណឹងម្ជូរគ្រឿងយើងគឺរួចរាល់ហើយបងប្អូនតោះអញ្ជើញពិសាទាំងអស់គ្នាសូមអរគុណបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត